ជាបន្តបន្តិចយើងមកនិយាយអំពីនិយាយកគណនេយ្យនិងសវនកម្មដែលយើងហៅថាអង្គការឬក៏ ACR ខ្ញុំនឹងហៅពាក្យថាអង្គការជាពាក្យកាត់ដើម្បីងាយស្រួលយល់ដើម្បីអនុវត្តចំពោះកាតព្វកិច្ចហ្នឹងគឺយើងត្រូវស្គាល់ខ្លួនឯងជាមុនសិនថាស្ថាប័នក្រុមហ៊ុនយើងគឺជាប្រភេទក្រុមហ៊ុនរងសវនកម្មឬក៏មិនរងចំពោះដល់ពីយើងស្គាល់ថាក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនអឺជារងសវនកម្មឬក៏មិនរងរួចរាល់យើងនៅត្រូវដឹងអំពីកលិបរិច្ឆេទនៃការ submit នៅរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទៅឲ្យខាងនិច្ចករគណនេយ្យនិងសវនកម្មហើយយើងក៏ត្រូវបង់ប្រាក់ទៅនិច្ចករដូចគ្នាដែរសម្រាប់ក្រុមហ៊ុនដែលមិនរងសវនកម្មគឺគេមានទម្រង់នៃការរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុរបស់យើងហើយយើងត្រូវបង់ប្រាក់ទៅនិច្ចករនៃសវនកម្មហ្នឹងទៅត្រឹមថ្ងៃទី20ខែមេសានៃឆ្នាំបន្ទាប់មានន័យថាយើងមានពេលវេលាយូរជាង20ថ្ងៃនៃការប្រកាសពន្ធប្រចាំឆ្នាំទៅពន្ធដែរហើយសម្រាប់ក្រុមហ៊ុនដែលគាត់ជារងសវនកម្មវិញគឺគាត់ត្រូវតែ submit របាយការណ៍ហិរញ្ញវត្ថុរបស់គាត់ដែលចេញដោយសវនកម្មឯករាជ្យនិងបង់ប្រាក់ទៅនិច្ចករត្រឹមថ្ងៃទី20ខែមេសាក៏ប៉ុន្តែសម្រាប់ឆ្នាំហ្នឹងគឺយើងទទួលបានការលើកលែងពជាពេលបានបន្ថែមទៀតអញ្ចឹងតមកទៀតគឺទាក់ទងជាមួយនឹងក្រសួងការងារគឺយើងគ្រាន់តែប្រកាសទាក់ទងជាមួយនឹងបុគ្គលិកចេញចូលឬក៏សភៅការងាររបស់បុគ្គលិកជនជាតិខ្មែរឬក៏ជនជាតិបរទេសប៉ុណ្្នឹងឯងហើយសម្រាប់ក្រសួងពាណិជ្ជកម្មវិញគឺយើងត្រូវតែតម្កល់ប្រតិបត្តិជារៀងរាល់ឆ្នាំដែលកលិបរិច្ឆេទរបស់វាគឺអាស្រ័យទៅលើការចុះបញ្ជីក្រុមហ៊ុនរបស់យើងរៀងៗខ្លួនសំខាន់ចុងក្រោយមួយទៀតគឺក្រុមហ៊ុនទាំងអស់គឺគាត់ត្រូវតែអនុវត្តវាឲ្យបានខ្ជាប់ខ្ជួនហើយកុំឲ្យយឺតនៃការកំណត់ពេលវេលារបស់ស្ថាប័ននីមួយៗបើសិនជាអ្នកទាំងអស់គ្នាយឺតអាចនឹងរងប្រាក់ពិន័យអញ្ចឹង